បាទជំរាបសួរបាទបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូហ្នឹងគឺខ្ញុំរៀននិយាយភាសាវៀតណាមទេបាទហើយបើសិនជាពុកម៉ែបងប្អូនចង់ចេះអីយើងរៀនមួយម៉ាត់ពីរម៉ាត់ទាំងអស់គ្នាដែរទេបាទអញ្ចឹងគឺសម្រាប់វីដេអូហ្នឹងខ្ញុំនិយាយតាក់ទងនឹងភាសាវៀតណាមសូមពុកម៉ែបងប្អូនជួយ Subscribe ម្នាក់មួយផងទៅបាទដើម្បីបានជាចំណេះដឹងចែកម្លែកគ្នាបន្តិចបន្តួចបាទរៀនម៉ាត់ពីរម៉ាត់ទាំងអស់គ្នាអឺសម្រាប់ភាសាវៀតណាមខ្ញុំចេះបានមួយឃ្លាពីរឃ្លាដែរអញ្ចឹងដូចគេសួរថាទៅណាបាទយើងចង់សួរថាទៅណាអញ្ចឹងបាទភាសាវៀតណាមគេថាឌីដៅបាទឌីដៅហ្នឹងគេសួរថាទៅណាហើយបើគេនិយាយថាអើដៅមានន័យថានៅណាបាទយើងសួរគេថាម្នាក់នឹងនៅណាអីចឹងទៅនៅណាយើងសួរអើដៅហើយពាក្យថាចាស់ហើយបាទឧទាហរណ៍យើងចង់និយាយដាក់ណាម្នាក់ថាអូចាស់ហើយចឹងគេថាយ៉ារយបាទយ៉ាហ្នឹងគឺចាស់បាទរយហ្នឹងហើយបាទយ៉ារយហ្នឹងចាស់ហើយឬក៏បើសិនយ៉ារយហ្នឹងយើងប្រើជាមួយនឹងមនុស្សចាស់មនុស្សវ័យចំណាស់បើសិនជារបស់របរយើងនិយាយថាខូរយបាទបើសិនជាឧទាហរណ៍របស់ប្រើប្រាស់អីវាចាស់យើងនិយាយថាខូរយចាស់ហើយបើសិនជាមនុស្សវ័យចំណាស់នេះថាចាស់ហើយវ័យចំណាស់ហើយថាយ៉ារយហើយមួយទៀតបាទឃ្លាមួយទៀតថាចិត្តល្អណាស់បាទឡុងតូតលឹមបាទឡុងតូតលឹមចឹងឡុងចិត្តបាទតូតនឹងល្អបាទលឹមណាស់បាទឡុងតូតលឹមហ្នឹងមានថាចិត្តល្អណាស់បាទហើយបើសួរមួយទៀតបងណាបាទបងប្អូនគេថាទៅផ្សារបាទឌីចៅបាទឌីចៅទៅផ្សារនោះណាបាទឌីហ្នឹងទៅចៅផ្សារឌីចៅទៅផ្សារបាទអរគុណពុកម៉ែបងប្អូនបើសិនជាចូលចិត្តវីដេអូបាទចែកម្លែកតិចតួចទេបាទខ្ញុំមិនមានអីចេះច្រើនទេបាទចេះម៉ាត់ពីម៉ាត់ខ្ញុំរៀនដែរហ្នឹងបាទខ្ញុំរៀននិយាយដែរហ្នឹងហើយចេះតែចែកម្លែកទេបាទហើយការផ្សេងសម្លេងនេះវាមិនបានល្អណាស់ទេបាទគាត់ថាយើងរៀនរៀនជាមួយគ្នាបាទរៀនទាំងអស់គ្នាទៅបាទចេះមួយឃ្លាពីរឃ្លាមួយម៉ាត់ពីរម៉ាត់ទេយើងសំចំណេះបន្តិចទៅយូរៗទៅគេលោះចេះបានច្រើនគេឯងដែរបាទគាត់ថាចេះមួយម៉ាត់ពីរម៉ាត់ក៏ភាសាយើងអត់ចេះសោះបាទអរគុណច្រើនពុកម៉ែបងប្អូនបាទកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត